អ្នកខ្លះនិយាយថាដើម្បីអប់រំទូមានកូនយើងត្រូវតែលុតកូនប្រសិនបើយើងមិនលុតកូនឲ្យខ្លាំងទេគឺយើងគ្រប់គ្រងកូនអត់បានទេតែនេះគឺជាការយល់ឃើញត្រឹមត្រូវដែរឬទេតើការប្រើប្រាស់អំពើហិង្សាប្រើប្រាស់ការបង្ខិតបង្ខំទៅលើកូនលោកអ្នកគិតថានេះគឺជាជំរឿសដ៏ល្អដែរទេខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងបទពិសោធន៍នេះគឺអង្គការ UNICEF ជាអ្នកបានរកឃើញគឺមានម្ដាយម្នាក់នៅខេត្តសៀមរាបដោយសារតែគាត់ខឹងកូនស្រីរបស់គាត់ពេកកូនស្រីនេះអាយុ9ឆ្នាំកូនស្រីបានលួចលុយរបស់គាត់យកទៅទិញស្ករគ្រាប់ពេលដែលកូនស្រីត្រឡប់មកវិញម្ដាយបានដឹងថាកូននេះលួចលុយទៅទិញស្ករគ្រាប់គាត់ខឹងពេកគាត់វាយកូនរបស់គាត់រហូតដល់បាក់ម្រាមដៃនេះគឺជាអំពើហិង្សាលើរាងកាយមានម្ដាយម្នាក់ទៀតនៅខេត្តកណ្ដាលគាត់មានកូនប្រុសដល់ទៅ4នាក់គាត់ភ័យណាស់គាត់ខ្លាចណាស់ថាកូនរបស់គាត់អាចនឹងដើរចូលក្រុមបងតូចបងធំដើម្បីកុំឲ្យកូននឹងដើរចូលក្រុមបងតូចបងធំគាត់បានតែងតែប្រើប្រាស់វិធីសាស្ត្រហិង្សាពាក្យសម្ដីជេរពេលខ្លះវិធីសាស្ត្រហិង្សារាងកាយដោយវាយកូនទៀតប៉ុន្តែគាត់ចុងក្រោយគាត់បាននិយាយថាទោះបីជាគាត់ខំបដៅខំជេរខំថាយ៉ាងម៉េចក៏ដោយកូនប្រុសគាត់គ្មានស្ដាប់គាត់ទេមានតែផ្កើនបន្ថែមហើយនៅតែដើរចូលក្រុមបងតូចបងធំដដែលរបាយការណ៍មួយទៀតរបស់ក្រសួងផែនការគេហៅថារបាយការណ៍ CDHS ឆ្នាំ2021-2022គេបានរកឃើញថាក្នុងចំណោមកុមារដែលមានអាយុ1ឆ្នាំទៅដល់14ឆ្នាំមានរហូតដល់ 59% នោះមានន័យថាជាងពាក់កណ្ដាលនោះដែលតែងតែរងអំពើហិង្សាខាងផ្នែកផ្លូវចិត្តពីឪពុកម្ដាយមានន័យថាកុមារនៅក្នុងប្រទេសកម្ពុជាតែងតែត្រូវបានឪពុកម្ដាយបដៅក្នុងគោលបំណងល្អទេប៉ុន្តែប្រើប្រាស់នៅមធ្យោបាយអំពើហិង្សាផ្លូវកាយដូចជាការវាយការដំការក្តិចការមួលជាដើមនិងអំពើហិង្សាខាងផ្លូវចិត្តដូចជាការប្រើប្រាស់ធ្វើបាបក្នុងផ្លូវសតិអារម្មណ៍របស់គាត់ធ្វើឲ្យគាត់តូចចិត្តជាដើមនៅក្នុងសៀវភៅ Hold on to your kids របស់លោកNutfield គាត់បាននិយាយថាកាលណាយើងប្រើប្រាស់កម្លាំងមានន័យថាយើងធ្វើឲ្យកុមារស្ដាប់បង្គាប់របស់យើងតែមួយខណៈពេលឬក៏តែមួយគ្រាតែប៉ុណ្ណោះទេក៏ប៉ុន្តែជាទូទៅវាតែងតែធ្វើឲ្យសឹករិចរិលទៅវិញនៅទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនហើយការសឹករិចរិលនៃទំនាក់ទំនងរវាងឪពុកម្ដាយនិងកូននេះប្រៀបបីដូចជាផ្លូវដែលយើងធ្វើដំណើរជាមួយគ្នាអញ្ចឹងពេលដែលទឹកហូរច្រោះកាន់តែខ្លាំងពេលដែលរងអំពើហិង្សាកាន់តែខ្លាំងផ្លូវទំនាក់ទំនងរវាងឪពុកម្ដាយនិងកូននឹងត្រូវកាត់ផ្ដាច់ហើយកូនមិនអាចធ្វើដំណើរមករកឪពុកម្ដាយបានទៀតទេកូនត្រូវតែបង្ខំចិត្តដើម្បីងាកទៅធ្វើការជាមួយនឹងបព្វពួកជាមួយនឹងមិត្តភ័ក្តិរបស់ពួកគេដើម្បីផ្ដល់ការណែនាំនិងដើរតាមការណែនាំរបស់ក្រុមនោះវិញហើយនៅក្នុងវប្បធម៌ប្រពៃណីខ្មែររបស់យើងតែងតែលើពាក្យថាពៀមិនអាចរងាប់ដោយការចងពៀបានឡើយយើងមិនអាចប្រើប្រាស់កំហឹងទល់នឹងកំហល់បានឡើយដូច្នេះវាជាការពិតណាស់នៅពេលឪពុកម្ដាយមានការមួម៉ៅខឹងសម្បាដោយសារតែអប់រំណែនាំកូនមិនបានវាពិបាកថានឹងមិនមានកំហឹងពិបាកថានឹងមានខន្តីពិបាកនឹងមានសេចក្តីអត់ធ្មត់ណាស់ក៏ប៉ុន្តែនៅក្នុងវប្បធម៌របស់យើងក៏មានការអប់រំបណ្ដៅមកផងដែរថាបុគ្គលគួរតម្កល់ខ្លួនឯងឲ្យតាំងនៅក្នុងគុណធម៌ដ៏គួរសមជាមុនសិនចាំប្រដៅអ្នកដទៃជាក្រោយមានន័យថាប្រសិនបើបុគ្គលជាឪពុកម្ដាយដូចជាលោកអ្នកក្តីជាខ្ញុំក្តីប្រសិនបើយើងពោពេញទៅដោយកំហឹងគឺយើងមិនអាចអប់រំកូនឲ្យដើរដោយកន្លងដោយការស្ម័គ្រចិត្តបានទេកូននឹងស្ដាប់បង្គាប់យើងតែមួយគ្រាតែប៉ុណ្ណោះប៉ុន្តែយើងគួរតែតម្កល់ខ្លួនឯងនេះឲ្យនៅក្នុងគុណធម៌ល្អជាមុនសិនមានន័យថាយើងទាំងអស់គ្នាគួរតែខិតខំដើម្បីបណ្ដុះនៅសេចក្តីខន្តីសេចក្តីអំណត់
ในពេលដែលយើងអប់រំបដៅកូននៅពេលដែលយើងមានសេចក្តីអំណត់យើងនឹងคลายទៅជាមនុស្សដូចជាគ្រឿងអលង្ការលំអចំពោះខ្លួនឯងហើយនោះគឺជាអារម្មណ៍ដែលធ្វើឲ្យកូនមានទឹកចិត្តចង់គោរពស្ដាប់ការណែនាំរបស់យើងវិញអញ្ចឹងហើយបានជាគេនិយាយថាសេចក្តីខន្តីគឺជាគ្រឿងអលង្ការខន្តិធិរសលង្ការោមានន័យថាពេលដែលយើងមានសេចក្តីខន្តីនៅក្នុងខ្លួននេះយើងគឺជាទ្រព្យដ៏សំខាន់របស់កូនហើយកូនយកទ្រព្យដ៏សំខាន់នេះជាអារម្មណ៍របស់គាត់ដើម្បីស្ដាប់ដើម្បីបើកចិត្តស្ដាប់តាមការណែនាំរបស់យើងវិញឪពុកម្ដាយគឺជាទីពឹងតែមួយគត់ដ៏ពិតប្រាកដចំពោះកូនក៏ប៉ុន្តែកូនដោយសារតែសេចក្តីល្ងង់ខ្លៅដោយសារតែគ្នាមិនទាន់មានការអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយដូច្នេះកូនប្រហែលជានឹងមិនទាន់បានដឹងអំពីគុណធម៌របស់ឪពុកម្ដាយសេចក្តីស្រឡាញ់ដ៏ធំហេមារបស់ឪពុកម្ដាយចំពោះគាត់ទេដូច្នេះឪពុកម្ដាយក៏គួរតែទុកឱកាសឲ្យគាត់ដើម្បីឲ្យគាត់មានឱកាសអភិវឌ្ឍនៅអត្តចរិតនៃការដឹងគុណការស្ដាប់បង្គាប់នេះទៅវិញសិនជាជាងថាក្នុងពេលដែលគាត់មិនទាន់មានការអភិវឌ្ឍល្អនៅបុគ្គលិកលក្ខណៈខាងផ្នែកការដឹងគុណខាងផ្នែកការស្ដាប់បង្គាប់នេះផងស្រាប់តែយើងកាត់ផ្ដាច់ទំនាក់ទំនងរវាងយើងនិងគាត់ទៅហើយនេះគឺជាប្រការដ៏គ្រោះថ្នាក់មួយនៅក្នុងវីដេអូមុនខ្ញុំបានស្នើសុំបងប្អូនថាប្រសិនបើអប់រំកូនពិបាកពេកសូមកុំប្រើប្រាស់វិធីសាស្ត្រលួងលោមបញ្ចុះបញ្ចូលសន្យាឲ្យរង្វាន់ហើយនៅក្នុងវីដេអូនេះខ្ញុំស្នើសុំឲ្យបងប្អូនអនុវត្តនៅវិធីសាស្ត្រមួយទៀតគឺថាបើអប់រំកូនមិនបានទេសូមកុំទាន់ប្រើប្រាស់វិធីហិង្សាផ្លូវកាយឬផ្លូវចិត្តចំពោះគាត់អីសូមផ្ដល់ឱកាសឲ្យគាត់ដើម្បីកែប្រែហើយក៏សូមផ្ដល់ឱកាសឲ្យខ្លួនឯងផងដែរដើម្បីបន្តរៀនសូត្រនៅក្នុងការស្វែងយល់អំពីគន្លឹះផ្សេងទៀតក្នុងការអប់រំប្រៀនប្រដៅទៅដល់កូនចៅខ្ញុំចង់សួរទៅបងប្អូនថាប្រសិនបើកូនចៅមិនស្ដាប់លោកអ្នកប្រៀនប្រដៅតើកូនចៅស្ដាប់អ្នកណាវិញនៅពេលបច្ចុប្បន្ននេះហើយមួយទៀតប្រសិនបើលោកអ្នកប្រើប្រាស់អំពើហិង្សាចំពោះគាត់ផ្លូវកាយក្តីផ្លូវចិត្តក្តីតើនៅពេលអនាគតវានឹងបន្សល់ទុកនៅផលវិបាកដូចម្តេចខ្លះចំពោះគាត់នៅពេលដែលគាត់ធំឡើង